គាត់ត្រូវផឹកទឹកដោះកូកូមួយក្បាលរាល់ថ្ងៃមួយពេលត្រូវញ៉ាំនំជោគស៊ី100គ្រាប់ថ្ងៃនេះគាត់ញ៉ាំជ្រូកខ្វៃទាំងមូលម្នាក់ឯងឪពុកគាត់ខ្លាចគាត់មានបញ្ហាសុខភាពក៏បញ្ជូនគាត់ទៅសម្រាប់ទម្ងន់ចុះមកបាក់ខ្ញុំដឹងហើយធ្វើមុខកាច់ដាក់អ្នកណាអាហារតិចពេកហើយអ្នកគឺលីងឈីងខ្ញុំឈ្មោះស៊ូជីងហ្វានេះកូនប្រុសខ្ញុំស៊ូឆេនទីនេះមិនមែនជាកន្លែងខ្ញុំដឹងនេះលុយ100000 យន់ជាប្រាក់កក់3ខែទៀតខ្ញុំមានតែសំណើមួយទេធ្វើឲ្យគាត់ស្រកទម្ងន់50គីឡូសម្រាប់គាត់ញ៉ាំអាហារលំបាកខ្លះទើបគាត់ដឹងថាជីវិតជាអ្វីប៉ាធ្វើអីខ្ញុំមិននៅកន្លែងក្រីក្រនេះទេមានម៉ាស៊ីន3ខែនេះកូនត្រូវតែនៅទីនេះខ្ញុំបានដកកាត់កូនទាំងអស់ហើយកូនចង់ទៅក៏ទៅចុះតែមួយកាក់ក៏កូនគុំសង្ឃឹមថានឹងបានលោកប្រធានខ្ញុំប្រគល់គាត់ឲ្យលោកហើយមិនបាច់ឲ្យមុខមាត់គាត់ទេវីក៏វីជេរក៏ជេរឲ្យតែមិនស្លាប់គឺបានហើយនេះជាការដាក់ទណ្ឌកម្មដែលខ្ញុំឲ្យគាត់ម៉េចខ្ញុំឲ្យលុយប៉ាគុណ2ឥឡូវប៉ាជូនខ្ញុំទៅផ្ទះវិញទៅបានហើយទៅញ៉ាំបាយទៅម្ហូប5មុខម្ហូបធំ2ម្ហូបតូច2និងបន្លែ1មុខលឿនឡើងខ្ញុំឃ្លានហើយមានសាច់សោះនេះជាអាហារពេលល្ងាចតែប៉ុណ្ណឹងនេះឲ្យមនុស្សញ៉ាំឬឲ្យជ្រូកញ៉ាំអាហាររបស់ខ្ញុំគឺស្តង់ដារខ្ញុំមិនញ៉ាំទេខ្ញុំនៅលើនេះជូនខ្ញុំទៅផ្ទះបានខ្ញុំនឹងទូរស័ព្ទប្រាប់ប៉ាអ្នកឲ្យមកទទួលតែក្នុងកិច្ចសន្យាបានសរសេរច្បាស់ណាស់ប៉ាអ្នកចង់ទៅខ្លួនឯងគឺបាត់បង់ប្រាក់កក់100000 យន់ហើយខ្ញុំត្រូវតែប្រាប់អ្នកបញ្ជូនអ្នកមកទីនេះគឺដើម្បីព្យាបាលអ្នកថាគាត់នឹងឲ្យអ្នកញ៉ាំអាហារឆ្ងាញ់ទៀតរបស់អ្នកកានីហ្គេមរបស់អ្នកនឹងត្រូវលុបចោលទេ10នាទីបើមិននៅទេគឺត្រូវសម្អាតកំទេចកំទីលើដីឲ្យស្អាតហើយត្រមឃ្លានទៅបើមិនដូច្នោះទេខ្ញុំនឹងទូរស័ព្ទទៅលើនេះអាហារពេលល្ងាចគាត់មិនញ៉ាំទេចុះថ្ងៃស្អែកថ្ងៃខាងខ្ញុំចង់ដឹងថាគាត់អាចទ្រាំបានប្រហែលថ្ងៃស៊ូឆេនឃុំខ្លួនឯងក្នុងបន្ទប់មួយរសៀលមិនចេញមកក្រៅខ្ញុំស្មានថាគាត់កំពុងរកអាហារសម្រាប់តែនៅខាងក្រៅក្នុងព្រៃនេះសំបីតែសញ្ញាទូរស័ព្ទអាហារក៏បើកមិនចេញដែរគាត់ប្រហែលជាទូរស័ព្ទរកប៉ាគាត់ហើយខ្ញុំឮសំឡេងគាត់ស្រែកក្នុងទីធ្លាជួយផងមកយកខ្ញុំទៅវិញទៅការងាររបស់អ្នកញ៉ាំអាហារពេលព្រឹកឲ្យរួចរាល់ពិតណាស់ឥឡូវនេះគាត់ក៏ជាអាហារថ្ងៃត្រង់របស់អ្នកដែរការកាប់ឈើលើកដំបូងរបស់ស៊ូឆេនគឺជាគ្រោះមហន្តរាយមួយខ្ញុំមិនធ្វើទៀតទេនេះជាការងារសម្រាប់មនុស្សធ្វើមែនទេអ្នកចង់ឲ្យខ្ញុំហត់ស្លាប់ហើយលេបលុយរបស់ឪពុកខ្ញុំមែនទេហត់មែនទេនិយាយហត់គឺត្រឹមត្រូវហើយវាបង្ហាញថាជាតិខ្លាញ់របស់អ្នកកំពុងតែដុតបំផ្លាញហើយគោលដៅ50គីឡូនេះជាអាហារថ្ងៃត្រង់របស់អ្នកក៏ដូចជាអាហារពេលល្ងាចពេលព្រឹកនៅថ្ងៃស្អែកទៀតយកល្អគួរតែក្រោកឈរឡើងហើយបន្តធ្វើការងារបន្តទៀតតើអ្នកមានសិទ្ធិអ្វីមកឲ្យខ្ញុំញ៉ាំអាហារព្រោះខ្ញុំបានធ្វើការងាររួចរាល់ហើយខ្ញុំបានដងទឹកកាប់បន្លែនិងដុតភ្លើងខ្ញុំបានបំពេញការងាររបស់ខ្ញុំរួចរាល់មួយដុំនោះរួចរាល់ហើយឬនៅបន្ទាប់ពីកាប់ឈើបាន 5-4 ដុំអ្នកអាចមកញ៉ាំទីបំផុតក៏បានញ៉ាំអាហារបន្ទាប់ពីគាត់បានកាប់ឈើ10 ដុំនិងកិនទឹកពុះបាន2 ដុំពេលវេលាគឺម៉ោង3រសៀលអាហារពេលនេះគឺជាអាហារថ្ងៃត្រង់របស់គាត់ហើយក៏ជាអាហារពេលល្ងាចដែលជាអាហារដែលសាមញ្ញបំផុតដែលគាត់ធ្លាប់ញ៉ាំក្នុងជីវិតរបស់គាត់ហើយប្រហែលជាអាហារដែលឆ្ងាញ់បំផុតជាអាហារដែលគាត់បានប្រើញើសឈាមរបស់គាត់ដើម្បីថ្ងៃស្អែកយើងត្រូវធ្វើអ្វីទៀតថ្ងៃស្អែកយើងត្រូវទៅដងទឹកហើយដងទឹកក្នុងអាងឲ្យពេញអណ្ដូងទឹកនៅឯជើងភ្នំទៅមកប្រហែល1គីឡូម៉ែត្រ
ខ្ញុំមិនធ្វើទៀតទេខ្ញុំចង់ត្រឡប់ទៅផ្ទះវិញកុំមកបោកបញ្ឆោតខ្ញុំទៀតអ្នកក៏ជាមនុស្សស្រីចិត្តអាក្រក់ដែរ